ចុះទៅជាមួយព្រះបិតាដើម្បីស្ដាប់ធម្មបាលកុមារដោះប្រស្នានេះព្រះបិតាកូនសម្លាញ់ពុកតើកូនបានរកឃើញនៅសេរីទាំង3ប្រការដែលកបិលមហាព្រំដាក់ប្រស្នាឲ្យកូនដោះហើយឬនៅជំរាបលោកពុកកូនមិនទាន់ដោះប្រស្នាកបិលមហាព្រំរួចនៅឡើយទេថាម៉េចវីវហើយនេះនៅតែមួយថ្ងៃទៀតទេគឺដល់ពេលណាត់ជួបដោះស្រាយប្រស្នាជាមួយនឹងកបិលមហាព្រំហើយតើធ្វើយ៉ាងម៉េចទៅបើកូនដោះប្រស្នានេះមិនរួចទេកូននឹងត្រូវកាត់ព្រះសេរសាហើយម៉ែមិនចង់ឃើញកូនស្លាប់ទេលោកពុកអ្នកម៉ែសូមកុំព្រួយបារម្ភអីកូននឹងរកសេរី3ប្រការនេះឲ្យឃើញសូមលោកពុកអ្នកម៉ែត្រឡប់ទៅផ្ទះវិញចុះដោយមិនចង់ឲ្យឪពុកម្ដាយពិបាកចិត្តធម្មបាលកុមារបានដើរចេញពីប្រាសាទព្រោះដឹងថាខ្លួនមិនអាចដោះប្រស្នាកបិលមហាព្រំបានក៏គិតរត់ដើម្បីឲ្យបានរួចរស់ជីវិតលុះធ្វើដំណើរយូរទៅមានការហត់នឿយខ្លាំងពេកជួនជាវេលាយប់ផងធម្មបាលកុមារក៏ឈប់សម្រាកនៅក្រោមដើមត្នោតមួយដើមដែលជាទីលំនៅរបស់សត្វឥន្ទ្រីញីឈ្មោលមួយគូដែលមានកូនតូចក្នុងសម្បុកកំពុងយំទារកចំណីពុកម៉ែពួកកូនឃ្លានណាស់ឯណាចំណីកូនម្ដាយមួយរយៈនេះពុកម៉ែទៅរកចំណីមិនបានសោះបានតែបន្តិចបន្តួចចុះមកឲ្យកូនស៊ីដើម្បីសម្រន់តែប៉ុណ្ណោះមែនហើយកូនទ្រាំតិចទៅដល់ពេលព្រឹកនឹងបានសាច់ឆីហើយលោកប្តីតែយើងនឹងទៅបានសាច់មកពីណាឲ្យកូនស៊ីថ្ងៃស្អែកនេះជាថ្ងៃដែលធម្មបាលកុមារត្រូវកាត់ក្បាលបូជាកបិលមហាព្រំហើយហេតុអីបានជាធម្មបាលកុមារត្រូវកាត់ក្បាលបូជាកបិលមហាព្រំមកពីធម្មបាលកុមារដោះប្រស្នាកបិលមហាព្រំមិនរួចចម្លែកណាស់ចម្លែកមែនទែនខ្ញុំធ្លាប់ឮឈ្មោះធម្មបាលកុមារគឺជាអ្នកប្រាជ្ញបណ្ឌិតអាចដោះប្រស្នាបានទាំងមនុស្សនិងទេវតាចុះហេតុអីក៏មិនអាចដោះប្រស្នានេះបានមែនហើយពុកប្រស្នានោះពិបាកដោះស្រាយណាស់ទៅឬបានជាធម្មបាលកុមារមិនអាចដោះប្រស្នានេះបានប្រស្នាកបិលមហាព្រំមិនលំបាកដោះអីប្រមាណទេគ្រាន់តែធម្មបាលកុមារគិតមិនដល់តែប៉ុណ្ណោះចុះប្រស្នានេះជាអ្វីទៅលោកប្តីអាចប្រាប់ឲ្យអូនបានដឹងផងបានទេប្រស្នានោះកបិលមហាព្រំសួរពីសេរី3ប្រការតើស្ថិតនៅត្រង់ណាលើមនុស្សទី1ពេលព្រឹកសេរីគឺស្ថិតនៅលើមុខទើបមនុស្សតែងតែយកទឹកមកលុបមុខជាប្រចាំទី2ថ្ងៃត្រង់គឺសេរីស្ថិតនៅលើដើមទ្រូងទើបមនុស្សយកទឹកមកស្រាប់លើដើមទ្រូងជាប្រចាំចំណែកទី3គឺពេលយប់សេរីស្ថិតនៅចុងជើងទើបមនុស្សតែងតែយកទឹកមកលាងជើងជាប្រចាំមុននឹងចូលដំណេកនេះឯងគឺជាសេរី3ប្រការនោះអស្ចារ្យណាស់ហេតុអីក៏យើងគិតមិនដល់បែបនេះអរគុណហើយលោកឥន្ទ្រីដែលបានជួយដោះប្រស្នានេះឲ្យខ្ញុំពេលដែលខ្ញុំរួចផុតទុក្ខទោសហើយខ្ញុំនឹងមកតបគុណអ្នកវិញធម្មបាលកុមារក្រោយពីបានស្ដាប់សត្វឥន្ទ្រីនិយាយពីសេរី3ប្រការនោះរួចហើយមានចិត្តត្រេកអរណាស់ក៏ដើរត្រឡប់ទៅផ្ទះវិញលុះព្រឹកឡើងធម្មបាលកុមារបានរៀបចំជម្រះកាយយ៉ាងស្អាតហើយទៅចាំនៅក្នុងប្រាសាទដើម្បីដោះប្រស្នាកបិលមហាព្រំមនាលធម្មបាលកុមារពេលនេះជាថ្ងៃដែលកំណត់ហើយតើលោកដោះប្រស្នាយើងបានដែរទេបបិទ្ធព្រះអង្គដ៏ចម្រើនសេរី3ប្រការដែលមនុស្សតែងតែគោរពប្រណិប័តធ្វើជារៀងរាល់ថ្ងៃនោះទី1គឺពេលព្រឹកគឺសេរីស្ថិតនៅលើមុខទើបមនុស្សតែងតែយកទឹកមកលុបមុខជារៀងរាល់ថ្ងៃទី2ថ្ងៃត្រង់សេរីស្ថិតនៅលើដើមទ្រូងទើបមនុស្សចូលចិត្តយកទឹកមកស្រាប់លើដើមទ្រូងទី3ពេលយប់សេរីស្ថិតនៅចុងជើងទើបមនុស្សតែងតែយកទឹកមកលាងជើងមុននឹងចូលដំណេកនេះឯងជាសេរី3ប្រការសម្រាប់មនុស្សដែលតែងតែធ្វើជាប្រចាំក្នុងចម្ពោះទ្វីបនេះអស្ចារ្យណាស់ចម្លើយរបស់អ្នកគឺត្រឹមត្រូវហើយមនុស្សដែលរស់នៅក្នុងលោកនេះ
បើអ្នកណារក្សាសេរី3ប្រការនេះបានមនុស្សនឹងមានមង្គលសួស្តីបាននៅសេចក្តីសុខសេចក្តីចម្រើនជៀសផុតពីឧបទ្រពទាំងឡាយទាំងពួងធម្មបាលកុមារលោកគឺជាអ្នកប្រាជ្ញបណ្ឌិតពិតប្រាកដយើងសូមប្រទានពរសពសាធុការដល់លោកហើយនឹងកាត់ព្រះសីស័កយើងបូជាចំពោះលោកនិងព្រះដ៏មានព្រះភិក្ខទាំង5អង្គដែលនឹងមកត្រាស់ដឹងនៅក្នុងផុតកັບលោកយើងនេះដើម្បីឲ្យយើងបានរួចចាកទុក្ខផុតវាលវដ្តសង្សារនិងទីបញ្ចប់នៃជាតិរបស់យើងសូមឲ្យបានសម្រេចព្រះនិព្វានកុំបីឃ្លៀងឃ្លាតឡើយសាធុ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 បុត្របិតាទាំង7អង្គចូលបុត្រសម្គាល់ថាធម្មបាលកុមារនេះហើយជាអ្នកប្រាជ្ញដ៏មានបុណ្យចូលបុត្រជួយថែរក្សាលោកនេះពេលដែលអត់ពីព្រះបិតាទៅព្រះបិតានឹងកាត់ព្រះសីស័កបូជានៅពេលនេះហើយចូលបុត្រយកពានមាសមកទ្រព្រះសីស័កបិតារួចយកទៅតម្កល់ទុកនៅកំពូលភ្នំកៃឡាសហើយត្រូវផ្លាស់ប្ដូរគ្នាថែរក្សាព្រះសីស័កព្រះបិតារហូតដល់ភ្លើងប្រឡ័យកាប់ចូលបុត្រចាំថាបើព្រះសីស័កបិតាធ្លាក់ទៅលើផែនដីនឹងត្រូវរាំងស្ងួត7ឆ្នាំបើក្រវែងចោលទៅលើអាកាសនឹងត្រូវភ្លៀងរាំង7ឆ្នាំដូចគ្នាបើធ្លាក់ទៅក្នុងសមុទ្រនឹងរីងស្ងួតអស់ទើបបិតាឲ្យបុត្រយកជើងពានមាសមកទ្រព្រះសីស័កបិតាដើម្បីឲ្យមនុស្សលោកនិងឋានទាំង3រួចចាកផុតពីសេចក្តីអន្តរាយនេះកបិលមហាព្រំមានបន្ទូលផ្ដែផ្ដាំបុត្រីទាំង7អង្គរួចហើយព្រះអង្គក៏ឧទ្ទិដ្ឋានយកព្រះខ័នមុតថ្លាមកកាត់ព្រះសិរសាភ្លាមពេលនោះបុត្រីច្បងក៏យកជើងពានមាសទៅទ្រព្រះសិរសាបិតារួចនាំគ្នាហោះទៅកាន់កំពូលភ្នំកៃឡាសទុកសិរសាកបិលមហាព្រំនៅទីនោះរួចក៏ផ្លាស់ប្ដូរវេនគ្នាមកថែរក្សាព្រះសិរសាព្រះបិតាចាប់តាំងពីថ្ងៃនោះរៀងមកយោងតាមរឿងព្រេងនិទានបែបពុទ្ធសាសនានិយមនេះទើបប្រជាជនខ្មែរមានជំនឿចំពោះការយាងចុះមកនៃទេពធីតាទាំង7អង្គដែលមកជួយគ្រប់គ្រងថែរក្សាព្រះសិរសាកបិលមហាព្រំនិងជួយមើលថែមនុស្សលោកក្នុងចម្ពោះទ្វីបបានជាប្រជាជនខ្មែរនាំគ្នាគោរពបូជាទេវតាដែលជាបុត្រីកបិលមហាព្រំទាំង7អង្គតំណាងនៃថ្ងៃទាំង7ក៏កើតជាថ្ងៃតាំងមហាសង្ក្រាន្តចូលឆ្នាំថ្មីចាប់ពីគ្រានោះមកសូមសពសាធុជនទាំងប្រុសស្រីបានប្រកបដោយសេចក្តីសុខសេចក្តីចម្រើនគ្រប់ប្រការនិងបានជួបប្រទះនៅពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយ